đây ở toàn chứ ai phong mua nàng nghiêu hay là nghiêu sao mà nâng mày ở toàn phừ phong anh đặt ngao chữ ở lấy bội mau mã này vậyแต่เมาผมมวยใส่ซับเนตีซะนั่งไงซอมาพายเนตีได้บ้านเมาเปล่าจังเด็กตัดตอนติดเจ็ดท่านตัวงุ้ยเด็กก่อนจะแอบพ้อง Oh no จับบัตรเด็กตามมาพายเนตีซะอะไรกูเมาเรียนบัตรจับมาได้มองใบบาได้เรียนไม่ตัวจับครูเจจะได้เลยไงนี่ดังแต่ตรึหมดครูห้าวอีกรอให้กนទាំងអស់គ្នាចឹងតើថ្ងៃនេះសុខសប្បាយដែរទេបាទសុខសប្បាយលោកគ្រូចាលោកគ្រូខ្ញុំក៏សុខសប្បាយដូចគ្នាខ្ញុំក៏ដូចគ្នាដែរលោកគ្រូអូខេចឹងតើថ្ងៃនេះមានអវត្តមានអ្នកណាខ្លះដែរបាទលោកគ្រូថ្ងៃនេះអត់ឃើញអាបឿមកទេលោកគ្រូហើយអាក្មេងកំពូលក្បាលខូចនេះរៀនមួយថ្ងៃឈប់មួយថ្ងៃរៀនមួយថ្ងៃឈប់ឥឡូវកត់អវត្តមានវាមួយទៅបាទលោកគ្រូសូមជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកយឺតបន្តិចហើយមូលហេតុអ្វីបានជាកូនបឿឯងមកយឺតបើមកយឺតគឺត្រូវតែទទួលពិន័យបាទលោកគ្រូគឺដោយសារតែយប់មិញខ្ញុំយល់សប្តិល្អយល់សប្តិល្អនឹងល្អអីគេដែរបឿគឺខ្ញុំយល់សប្តិឃើញលោកគ្រូមានប្រពន្ធដល់ទៅ3ឯណោះអូមែនក៏អីបឿហើយចោះតើប្រពន្ធលោកគ្រូហ្នឹងស្អាតដែរទេបាទលោកគ្រូនិយាយឲ្យចំទៅគឺប្រពន្ធលោកគ្រូ3នាក់ហ្នឹងគឺស្អាតមែនទែនដូចនៅក្នុងរឿងតួជប៉ុនចឹងបើស្អីគេរឿងជប៉ុនណារឿងជប៉ុនហ្នឹងរឿងវ័យគ្នានឹងតែវ័យតែ2នាក់ណែបឿអញ្ចឹងលោកគ្រូអត់ដាក់ពីនៃឯងទេដោយសារតែឯងនេះយល់សប្តិឃើញថាលោកគ្រូនេះសំណាងល្អមានប្រពន្ធដល់តែ3អញ្ចឹងឯងអាចទៅអង្គុយបានហើយបាទអរគុណលោកគ្រូឥឡូវមុននឹងចូលមេរៀនរបស់យើងលោកគ្រូសូមសួរកូនសិនតើដូចម្ដេចដែលហៅថាអ្នកមាននិងអ្នកក្របាទលោកគ្រូគឺថាអ្នកមានគេគិតរឿងទៅមុខឯអ្នកក្រគិតតែរឿងត្រាម៉ាចម្លើយកូនបឿទៅគឺមិនទាន់ត្រឹមត្រូវនៅឡើយទេឥឡូវលោកគ្រូសូមសួរមួយសំណួរទៀតតើយើងគួររាប់អានមនុស្សបែបណាបាទលោកគ្រូបើយើងរាប់អាននរណាម្នាក់គឺយើងត្រូវសម្លឹងមើលលុយយើងត្រូវដឹងថាការរាប់អានគឺការបូកលុយរវាងមនុស្ស2នាក់បើសិនជាយើងរាប់អានជាមួយមនុស្សដែលលុយតិចជាងយើងនោះលុយយើងនឹងបាត់ទៅតាមនឹងអញ្ចឹងយើងត្រូវរាប់អានតែអ្នកមានបានហើយអ្នកក្រយើងកុំរាប់ចាំឯងនិយាយអញ្ចឹងថ្ងៃក្រោយកុំនិយាយរកអញទៀតឯងអញអ្នកក្រអញអ្នកក្រអញ្ចឹងហេអត់រាប់អានអញទេចាចាំតែពួកម៉ែឯងចេះអាទ្រឹស្ដីនឹងមកពីណាអត់ឲ្យរាប់អានអ្នកក្ររាប់អានតែអ្នកមានប្រយោជន៍អញចេះទ្រឹស្ដីនឹងតាមពូអញគាត់ឡើងវេទិកាពាក់អាវក្រសេគាត់និយាយសាហាវគាត់ថាអាណាអត់ប្រយោជន៍កុំរាប់អានតែអាណាមានប្រយោជន៍អើយបានហើយកូនចម្លើយរបស់កូននេះគឺអត់ត្រូវទេហើយខុសកាន់តែធ្ងន់ឡើងទៀតផងយើងត្រូវរាប់អានមនុស្សគឺយើងត្រូវរាប់អានដោយមនោសញ្ចេតនាកុំគិតតែអំពីលុយហើយបើនិយាយពីពាក្យថាអ្នកមានគិតទៅមុខអ្នកក្រគិតថយក្រោយគិតតែពីត្រាម៉ាហ្នឹងគឺអត់ល្អទេ
ពាក្យនេះគឺមិនមែនលើកទឹកចិត្តទេអាចថាឌីលអ្នកក្រទៅវិញនឹងអាឡូអូនអូអូនឯងចាំបងនៅកញ្ចោះមែនអូខេបងនឹងទៅឥឡូវនេះមិនអីទេថ្ងៃនេះអាចឈប់បានអូនគឺសំខាន់ជាងកូនរបស់បងអូខេហ្នឹងហើយ2នាទីទៀតបងទៅដល់កញ្ចោះហ្នឹងហើយត្រៀមឲ្យហើយអូខេបាយបាយអេកូនថ្ងៃនេះគឺយើងអត់បានរៀនទេថ្ងៃនេះលោកគ្រូជាប់ណាត់ជួបស្រីស្នេហ៍ចឹងកូនទៅផ្ទះចុះដើម្បីទទួលបានវីដេអូថ្មីសូមចុច Subscribe